ចឹងដំបូងយើងចូលទៅ create new visual machine មកបន្ទាប់មកយើងគ្រាន់ចុចតាមលំនាំនឹងមករហូត next មករហូតអញ្ចឹងកន្លែងហ្នឹងគឺជា default អញ្ចឹងយើងយក store single ហ្នឹងមកហើយកន្លែងនេះគឺ file iOS បន្ទាប់មកយើង finish អញ្ចឹងយើងចុចstart វាមកកន្លែងពណ៌ខៀវហ្នឹងអញ្ចឹងយើងចាំបន្តិចអូខេអញ្ចឹងកន្លែងហ្នឹងគឺមាន test ហើយនឹង install អញ្ចឹងយើងមិនបាច់ test ទេដោយសារតែយើងឥឡូវយើងប្រើ file អញ្ចឹងយើងគ្រាន់តែចុចកន្លែង install មកអូខេអញ្ចឹងយើងគ្រាន់ចុច install ហើយវានឹង load កន្លែងជ្រើសរើសភាសាអញ្ចឹងខ្ញុំយកភាសាអង់គ្លេសគឺស្រួលមើលកន្លែងនេះគឺ requirement កន្លែងក្រហមហ្នឹងគឺយើងត្រូវបំពេញអញ្ចឹងយើងចុចតាម requirement ហ្នឹងមកហើយ set password ហើយ confirm password តាមនោះមកចឹងកន្លែងទាំងអស់ហ្នឹងគឺជា system ដែលយើងកំណត់ចឹងកន្លែងដែលមានចំណុចក្រហមហ្នឹងគឺជា requirement ដែលយើងត្រូវបំពេញអញ្ចឹងបន្ទាប់ពីយើង set up អីអស់ហើយគឺយើងហូនចុចកន្លែងគឺកន្លែងនេះគឺយើងជ្រើសរើសកន្លែង server ហើយបន្ទាប់មកគឺ install ចឹងបន្ទាប់ពីយើងបំពេញគ្រប់អស់ហើយយើងចុចកន្លែង install ហ្នឹងមកនៅហើយយើងរងចាំវា install ពេញហើយយើងគ្រាន់តែremote ជាមួយនឹង desktop មួយទៀតគឺយើងនឹងទទួលបាននៅ CentOS ហ្នឹងហើយ Thanks for watching guys